រៀនបញ្យល់ប្រាប់ខ្លួនឯងថាអ្វីៗវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេអញ្ចឹងហើយជីវិតនឹងវាមានពេលខ្លះបានពេលខ្លះមិនបានអញ្ចឹងឯងវាមាន up and down អញ្ចឹងយើងទទួលស្គាល់ថានឹងជាផលឧទាហរណ៍ថាយើងចង់បាន10000សាប់វាបាន5000នឹងជាផលហើយផលនឹងវាកើតមកពីហេតុដែលនាំឲ្យបានផលនឹងប៉ុណ្ណឹងវាអត់អាចមានអីលើសពីហេតុដែលយើងបានសាងមកទេយើងសាងមកប្រហែលយើងបានមកប៉ុណ្ណឹងយើងប្រឹងប្រែងតស៊ូបុណ្យយើងមានប៉ុណ្ណឹងបុណ្យយើងមាន5000ណាអញ្ចឹងយើងទទួលស្គាល់ថានឹងវាជាផលនៃការប្រឹងប្រែងផលនៃបុណ្យរបស់យើងហើយយើងនៅខ្វះខាតចំណុចណាខ្វះខាតការប្រឹងប្រែងខ្វះខាតចំណេះជំនាញខ្វះខាតធនធានមនុស្សខ្វះខាតចំណេះវិជ្ជាហ្នឹងយើងបន្ថែមពីលើផលដែលយើងទទួលបានហ្នឹងយើងបដោះហេតុថ្មីដើម្បីទទួលបានផលថ្មីហើយបើយើងអង្គុយមួម៉ៅក្តៅក្រហាយជេរបន្តិចមកពីវាមកពីចេះមកពីចុះអាហ្នឹងយើងដូចអង្គុយជេរផលហ្នឹងស្រូវហ្នឹងវាបាន1ហិកតាវាបាន3តោនអញ្ចឹងចាឧទាហរណ៍ហើយយើងអង្គុយជេរផលហ្នឹងផលវានៅតែ3តោនអញ្ចឹងដែរទេបើយើងចង់បានផលថ្មីវាតើយើងមានបច្ចេកទេសថ្មីដើម្បីបានផល